ទោះប្រតិកម្មបរិសម្នាក់ត្រូវជាប់ឃុំដោយប្រើសិទ្ធិការពារខ្លួនពេលត្រូវបានដោះលែងលោកផៃវណ្ណៈលើកឡើងបែបនេះកាលពីថ្ងៃទី16ខែឧសភាឆ្នាំ2026នោះគឺមានរូបថតមួយសន្លឹកបានផ្ទុះការចែកចាយពេញបណ្ដាញសង្គម Facebook តាក់ទងជាមួយនឹងបុរសម្នាក់ដែលបានជាប់ឃុំអមដោយកូន2នាក់នៅក្បែរដែលធ្វើឲ្យមហាជននៅក្នុងបណ្ដាញសង្គម Facebook ផ្ទុះប្រតិកម្មប្រងព្រាតតាក់ទងជាមួយនឹងថាតើគ្រាន់តែប្រើសិទ្ធិការពារខ្លួនសោះត្រូវជាប់ឃុំខ្លួនដែរនៅទីបំផុតតំណាងអัยការសម្រាប់ដោះលែងបុរសម្នាក់នោះដែលប្រើសិទ្ធិការពារខ្លួនកាប់គូទំនាស់ស្លាប់ការដោះលែងនោះធ្វើឡើងនៅរសៀលថ្ងៃទី16ខែឧសភាឆ្នាំ2026ដដែលគួរបញ្ជាក់ផងដែរថាបុរសដែលត្រូវបានឃាត់ខ្លួនក្នុងហេតុការណ៍អំពើហិង្សានៅស្រុកកំពង់តឡៃខេត្តកំពង់ឆ្នាំងដែលបណ្ដាលឲ្យភាគីម្ខាងទៀតស្លាប់ដោយសារតែការប្រើប្រាស់សិទ្ធិការពារខ្លួនក្រោយអ្នកដែលស្លាប់បានចូលទៅកាប់គាត់ដល់ក្នុងផ្ទះបុរសខាងលើនោះគឺមានឈ្មោះថានីរ៉ាវីដែលជាជនជាតិឥស្លាមរស់នៅភូមិច្រករមៀសឃុំអូរស័យស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងហេតុការណ៍អំពើហិង្សានេះបានកើតឡើងនៅយប់ថ្ងៃទី13ខែឧសភាឆ្នាំ2026កន្លងទៅនៅក្នុងផ្ទះរបស់ឈ្មោះនីរ៉ាវីបើយោងតាមប្រភពពីសមត្ថកិច្ចបានដេញថានៅមុនពេលកើតហេតុហ្នឹងជនដែលស្លាប់នោះឈ្មោះសុសអាលីបានផឹកស៊ីនៅផ្ទះទល់មុខនឹងឈ្មោះនីរ៉ាវីហើយក៏បានបោះសម្ដីឌឺដងដាក់ឈ្មោះនីរ៉ាវីក្រោយមកហើយឈ្មោះសុសអាលីក៏បានកាន់ពូថៅដើរចូលទៅកាន់ឈ្មោះនីរ៉ាវីដល់ក្នុងផ្ទះដាក់ចំនៅកណ្ដាលក្បាលទើបនីរ៉ាវីរត់ទៅយកពូថៅនៅក្នុងផ្ទះបាយដើម្បីការពារខ្លួនដោយកាប់ត្រឡប់ទៅវិញបណ្ដាលឲ្យឈ្មោះសុសអាលីស្លាប់ភ្លាមបន្ទាប់ពីកើតហេតុនីរ៉ាវីត្រូវបានសមត្ថកិច្ចឃាត់យកទៅសួរនាំនិងបញ្ជូនទៅសាលាដំបងខេត្តកំពង់ឆ្នាំងបន្តនីតិវិធីតាក់ទងនឹងការឃាត់ខ្លួននេះហើយក៏មានប្រតិកម្មជាបន្តពីសំណាក់មហាជននៅលើបណ្ដាញសង្គម Facebook ដោយអះអាងថាបុរសខាងលើគ្រាន់តែប្រើប្រាស់សិទ្ធិការពារខ្លួនពីការកាប់ប្រហាររបស់អ្នកស្លាប់តែប៉ុណ្ណោះក្រោយទទួលព័ត៌មាននេះឧបនាយករដ្ឋមន្ត្រីកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុតិធម៌បានបញ្ជាឲ្យតំណាងអัยការអមសាលាដំបងខេត្តកំពង់ឆ្នាំងដើម្បីពិនិត្យនិងសិក្សាទស្សនវិជ្ជាច្បាប់អង្គហេតុជាក់ស្ដែងក្នុងករណីបរិសុទ្ធនោះពិតជាប្រើប្រាស់សិទ្ធិការពារខ្លួនមែនគឺនឹងត្រូវបានធានាដោយច្បាប់ពាក់ព័ន្ធនឹងករណីខាងលើលោកផៃវណ្ណៈមិននៅស្ងៀមនោះទេលោកក៏បានធ្វើការបង្ហោះសារនៅលើគណនី Facebook របស់លោកនៅថ្ងៃទី16ខែឧសភា2026នេះដែរដែលមានខ្លឹមសារបែបនេះថាតាក់ទងនឹងសំណេរមុនការដោះលែងលោកផៃវណ្ណៈលើកឡើងថាអាណិតណាស់គេចូលទៅកាប់ដល់ក្នុងផ្ទះខិតខំតតាំងដង្ហើមបានពូថៅពីដៃជនបង្កក៏កាប់ជនបង្កវិញបណ្ដាលឲ្យស្លាប់ច្បាប់ប្រទេសកម្ពុជាគ្មានទោសប្រហារជីវិតទេតែសិទ្ធិការពារខ្លួនជាជំរើសចុងក្រោយដូច្នេះករណីនេះខ្ញុំសង្ឃឹមថាមន្ត្រីអនុវត្តច្បាប់នឹងយោគយល់ដល់ម្ចាស់ផ្ទះដែលរងការរំលោភបំពានគួរឲ្យគាត់ត្រឡប់ទៅផ្ទះវិញគាត់គ្មានចេតនាសម្លាប់មនុស្សទេតែនីតិវិធីច្បាប់បន្តជាធម្មតាលោកផៃវណ្ណៈបានបន្តទៀតថាសុំទោសខ្ញុំមិនការពារការសម្លាប់មនុស្សទេតែមនុស្សដែលស្លាប់គួរតែស្លាប់ព្រោះតាមកាប់ប៉ុនប៉ងសម្លាប់គេដល់ក្នុងផ្ទះច្រើនលើកច្រើនសារមកហើយបន្ទាប់ពីបរិសុទ្ធខាងលើត្រូវបានដោះលែងលោកផៃវណ្ណៈបានបង្ហោះសារបន្តទៀតថាទីបំផុតគាត់បានមកផ្ទះវិញហើយលោកផៃវណ្ណៈបានបន្តទៀតថាសូមអរគុណលោកតំណាងអัยការអមសាលាដំបងខេត្តកំពង់ឆ្នាំងជាពិសេសសូមគោរពអរគុណថ្នាក់ដឹកនាំក្រសួងយុតិធម៌រួមទាំងបងប្អូនមហាជនលើបណ្ដាញសង្គម Facebook និងអ្នកសារព័ត៌មានដែលបានជួយឈឺឆ្អាលរហូតដល់ប្អូនប្រុសទទួលបានសេរីភាពវិញ